là cái khác là play lấy sầm ngạt account Facebook bởi dương hay trong được phơi cam plap đô lấy sầm ngạt account Facebook bởi dương áคือយើងអាច plap របានដោយងាយមែនទែនអត់ចាំបាច់ចាំលេខសម្ងាត់ចាស់នៃ Facebook របស់យើងហ្នឹងឯងចេញចូលកាន់វីដេអូលម្អិតតែម្ដងដំបូងយើងចូលមកកាន់ Facebook មកហើយបងប្អូនអាចចូលកាន់ menu profile របស់យើងហ្នឹងហើយបងប្អូនចុចប៊ូតុង setting ផ្នែកខាងលើអញ្ចឹងនៅពេលចុច setting គឺយើងអាចធ្វើការចុចទៅលើផ្ទាំងនេះផ្ទាំងខាងលើនេះណានិយាយទៅ Android iOS ដាក់ខ្មែរអង់គ្លេសគឺចុចដូចគ្នាបន្តទៀតបងប្អូនចុចទៅលើកន្លែងរូបខែលនេះដាក់ថា password and security យើងចុចត្រង់នឹងមកហើយបន្តទៀតបងប្អូននឹងឃើញប៊ូតុង change password ឬក៏ដូរលេខសម្ងាត់បើជាភាសាខ្មែរណាលើគេនេះចុចអាហ្នឹងទៅហើយបន្តទៀតរើស account Facebook របស់យើងអញ្ចឹងជាធម្មតាគឺវាឲ្យយើងរើសដាក់អំពេញលេខកូដចាស់តែបើយើងអត់ចាំទេយើងចុចប៊ូតុងពណ៌ខៀវនេះដាក់ថា forgot your password វានឹងឲ្យយើងធ្វើការប្រើប្រាស់វិធីណាមួយអាចផ្ញើលេខកូដទៅកាន់ WhatsApp ទៅកាន់ email ឬក៏លេខទូរស័ព្ទរបស់យើងជិះរើស WhatsApp ខ្ញុំចុចប៊ូតុង continue អូខេនេះវាផ្ញើមកខ្ញុំយកលេខកូដនឹងដាក់វិញមកហើយយើងចុចប៊ូតុង continue ទៅបន្តទៀតយើងអាចបង្កើតលេខកូដថ្មីតែម្ដងបងប្អូនដាក់8ខ្ទង់ទៅមានលេខមានអក្សរធំអក្សរតូចនិងសញ្ញាហើយបន្តទៀតចុចប៊ូតុង next មកតែប៉ុណ្្នឹងទៅគឺយើងនឹងផ្លាស់ប្ដូរលេខសម្ងាត់ account Facebook របស់យើងតែម្ដងឃើញទេអញ្ចឹងក្នុងនោះនៅពេលយើងលើកក្រោយគឺយើងអាច log in ចូលតាមរយៈលេខសម្ងាត់ថ្មីហ្នឹងហើយ